Hello សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំចង់មកចែករំលែកពីការប្រឡងបានបាក់បោះនៅខ្មែរហើយនិងនៅអាមេរិកទេសានៅខ្មែរនេះខ្ញុំធ្លាប់ប្រឡងបានបាក់បោះហើយដល់ពេលនៅអាមេរិកនេះគឺខ្ញុំបានបាក់បោះហើយតែអញ្ចឹងនៅខ្មែរយើងគឺគេមានសាលាបរៀនដូចខ្ញុំអញ្ចឹងខ្ញុំរៀននៅសាលា$23អញ្ចឹងគេឲ្យសភៅគេឲ្យលំហាត់យើងធ្វើតាម app តាមអីចឹងទៅហើយអាពេលដែលយើងរៀនទ្រឹស្ដីហ្នឹងក៏យើងរៀនបានរៀនបើកកាន់ដៃចកោដែររៀនបើកឡានអីអញ្ចឹងណាប៉ុន្តែនៅនេះអត់ទេខ្ញុំអត់ដឹងថាគេមានសាលាអត់ទេប៉ុន្តែខ្ញុំអត់ដែរទៅរៀននៅសាលាអស់លុយអីទេខ្ញុំរៀនតែតាម website រៀនតែតាមទូរស័ព្ទដល់ពេលរៀនចេះហើយចឹងយើងរៀនគេមានលំហាត់ឲ្យយើងលំហាត់គេច្រើនណាយើងរៀនធ្វើតចេះទៅហើយគេក៏មាន app ឲ្យយើងប្រឡងសាកដែរនៅពេលដែលខ្ញុំរៀនហ្នឹងគឺខ្ញុំរៀនឲ្យចេះអស់ហើយបាទខ្ញុំទៅប្រឡងសាកនៅក្នុង app នៅក្នុងទូរស័ព្ទខ្ញុំហ្នឹងដល់ពេលខ្ញុំប្រកាសថាខ្ញុំប្រឡងខ្ញុំចេះហើយបាទខ្ញុំទៅប្រឡងយក permit ហ្នឹងមានយើងរៀនច្បាប់ប្រឡងច្បាប់ប្រឡងអីអញ្ចឹងណាប្រឡង permit ហ្នឹងនៅខ្មែរយើងគេប្រឡងម្ដងទាំងពីរគេប្រឡង permit ហ្នឹងហើយគេទៅប្រឡងដៃឆ្កូតភ្លាមហ្នឹងហ្មងប៉ុន្តែនៅនេះអត់ទេនៅនេះគេឲ្យយើងទៅប្រឡង permit នឹងជាប់ហើយមិនគេឲ្យយើងទៅកាន់ដៃឆ្កូតដោយសារគេគិតថាចុះបើយកចេះច្បាប់ផងយើងមិនទាំងអាចទៅបើកឡានបាននៅពេលដែលយើងប្រឡងអា permit នឹងជាប់ហើយគេនឹងឲ្យកដាស់តូចមួយមកយើងអញ្ចឹងនៅពេលដែលយើងទៅរៀនបើកបរនៅលើផ្លូវគេអញ្ចឹងបើសិនជាប៉ូលីសគេសួរហៅបានបើកបរអីគឺយើងអាចបង្ហាញអាกระดาษ permit នឹងទៅគេបានអញ្ចឹងណាហើយបើនៅខ្មែរគឺខ្ញុំរៀនមានគ្រូមានអីរៀននៅសាលា$23ហ្នឹងគេមានគ្រូបរិញ្ញាអីចឹងនៅនេះអត់ទេខ្ញុំរៀនខ្ញុំប្រឡង permit នឹងហើយអញ្ចឹងខ្ញុំរៀនតែជាមួយអ្នកផ្ទះខ្ញុំហ្នឹងបរៀនជិះតចេះជិះហើយទៅរៀនឆតនៅកន្លែងគេអីអញ្ចឹងទៅនៅនេះតើតើយើងប្រឡងបាន permit ហើយបានគេឲ្យយើងទៅរៀនកាន់ដៃឆ្កូតឧទាហរណ៍យើងរៀនបើកឡានហ្នឹងចេះហើយណាយើងជិះទៅប្រឡងតែមិនជិះទៅម្នាក់ឯងតែគេឃើញយើងជិះទៅម្នាក់ឯងគេឲ្យធ្លាក់ឯងអ្នកផ្ទះយើងហ្នឹងឲ្យដប់ទៅប្រឡងអីអញ្ចឹងណាពេលហ្នឹងបានយើងឡើងកាន់ដៃឆ្កូតឲ្យគ្រូគេមើលយើងមុនដំបូងគឺគេប្រឡងចតដល់ពេលប្រឡងចតហើយជាប់ហើយបានគេឲ្យយើងហ្នឹងបើកបរហើយពេលហ្នឹងខ្ញុំបើកឲ្យមានគ្រូដែលមើលខ្ញុំចតហ្នឹងអង្គុយឡើងឡានមកខ្ញុំហ្នឹងឲ្យខ្ញុំបើកអីចឹងហើយប្រឡងនៅនេះគឺគេប្រឡងនៅលើផ្លូវហ្មងគ្រូហ្នឹងឲ្យយើងបើកនៅលើផ្លូវហើយមើលយើងថាយើងចេះសញ្ញោចេះអីអត់អីចឹងណាបើនៅខ្មែរអត់ទេគឺគេប្រឡងនៅក្នុងទីលាននេះអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងប្រឡងអាដៃឆ្កូតនឹងជាប់ហើយយើងជីចកន្លែងចតមុនហ្នឹងហើយបើសិនជាជាប់ចឹងគ្រូហ្នឹងគាត់ឲ្យកតាស់យើងមួយហើយយើងទៅធ្វើបានបើកបរហ្នឹងហ្មងហើយអាការប្រឡងនៅខ្មែរហ្នឹងខ្ញុំប្រឡងធ្លាក់ម្ដងទៀតអ្នកនរគ្នាខ្ញុំប្រឡងហ្នឹង50សំណួរការខ្ញុំប្រឡងហ្នឹងហើយដូចជាខ្ញុំធ្លាក់អស់3សំណួរខ្ញុំធ្វើខុស3សំណួរធ្លាក់បើនៅនេះគេប្រឡងតែ18សំណួរឯងបើយើងត្រូវ18សំណួរបើយើងត្រូវ15សំណួរ3សំណួរទៀតមិនបាច់ធ្វើក៏បានដែរហើយនៅនេះសួរមួយយ៉ាងទៀតអ្នកនរគ្នាពេលយើងប្រឡងបានបើកបរហើយយើងមិនចាំកាន់ ID ក៏បានដែរយើងទៅណាមកណាយើងកាន់តែ driver license មុនហ្នឹងទៅបានហើយនៅខ្មែរយើងបានបើកបរផ្សេងតាក់ញាតបានផ្សេងបើនៅនេះអត់ទេនៅនេះនៅពេលដែលកាលពេលខ្ញុំអត់ទាន់បានបើកបរខ្ញុំប្រើ ID តែពេលខ្ញុំប្រឡងបានបើកបរនឹងហើយខ្ញុំប្រើតាបានបើកបរនឹងមួយ ID ហ្នឹងនិយាយទៅយើងទៅណាគឺយើងកាន់តាបានបើកបរនឹងមួយស្មើនឹងមានទាំង ID មានទាំងបានបើកបរនឹងនៅនឹងនេះដូចរបស់ខ្ញុំនេះអញ្ចឹងតាណាមកណាកាន់តែមួយនឹងទៅបានហើយវាស្រួលអញ្ចឹងវាមិនបាច់ចាំកាន់ទាំងពីរអញ្ចឹងយើងតាណាមកណាយើងនឹងតាហ្នឹងតាក់ញាតបានហើយនឹងបានបើកបរអូខេអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងដែរជួបគ្នាវីដេអូក្រោយទៀតបាយបាយ